ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូមួយនេះនឹងនាំបងប្អូនមកមើលអំពីទិដ្ឋភាពសង្ក្រាន្តទាំងមូលនៅវត្តកោះខ្សាច់ដែលមានទីតាំងនៅចុងឃ្នះសៀមរាបយើងសម្រាប់ខ្ញុំតាក់ទងនឹងសក្ការៈរបៀបស្រុកស្រែអញ្ចឹងគឺខានទៅចូលរួមលេងយូរហើយធ្លាប់តែចូលរួមតាំងពីក្មេងៗកាលនៅតាមភូមិអញ្ចឹងឃើញថាទោះបីជានៅតាមទីជនបទស្រុកស្រែដាច់ស្រយាលប៉ុន្តែសង្ក្រាន្តមួយនេះគឺរៀបចំបានស្រស់ស្អាតខ្លាំងមែនទែនសម្រាប់ការរៀបចំតុបតែងហ្នឹងមើលទៅគឺទាក់ទាញហ្មងមានទាំងការរៀបចំកន្លែងថតរូបស្អាតមានឆាកតន្ត្រីស្គរដៃកន្លែងពូនភ្នំខ្សាច់កន្លែងលេងរបស់កូនក្មេងដូចជាលោតប៉ងកត្រកហោះបើសម្រាប់ម្ហូបអាហារវិញគឺច្រើនមុខខ្លាំងមែនទែនគឺសបោមុខម្ហូបឆ្ងាញ់ចម្លែកច្រើនមែនទែនហើយមួយវិញទៀតខ្ញុំសង្កេតឃើញថាទោះបីជានៅតាមទីស្រុកស្រែជនបទដាច់ស្រយាលអញ្ចឹងប៉ុន្តែនៅតែឃើញមានបងប្អូនយើងមកលេងកម្សាន្តច្រើនកកកមកហើយក្នុងនោះក៏ឃើញមានភ្ញៀវទេសចរបរទេសពួកគាត់ទៅចូលរួមដែរអញ្ចឹងបងប្អូនសម្រាប់បងប្អូនដែលចង់មើលទិដ្ឋភាពសង្ក្រាន្តទាំងមូលបងប្អូនអាចមើលក្នុងវីដេអូមួយនេះបានហើយសម្រាប់វីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយក៏កាត់តាមលេកាត់តាមទៅយើងÔi, ăn nó rồi, nó lấy tay